ក្រសួងធម្មការនិងគណៈសង្ឃនយោបាយនៃព្រះរាជាណាចក្រកម្ពុជាបានចេញលិខិតបន្តបន្ទាប់ដើម្បីបំភ្លឺជុំវិញការរៀបចំឡើងវិញនៅក្រុមជំនុំព្រះត្រៃបិដកនៅក្នុងលិខិតពីដាច់ដោយឡែកពីគ្នាកាលពីថ្ងៃទី14ខែមីនាក្រសួងធម្មការនិងគណៈសង្ឃនយោបាយអះអាងថាគ្មានចេតនាលុបបំបាត់គុណូបការៈស្នាព្រះហស្ថឬស្នាដៃរបស់អ្នកជំនាន់ដើមនោះទេក្រសួងធម្មការនិងគណៈសង្ឃនយោបាយនៃព្រះរាជាណាចក្រកម្ពុជាបានចេញលិខិតបំភ្លឺពីរបៀបរៀបចំក្រុមជំនុំព្រះត្រៃបិដកបន្ទាប់ពីមានការរិះគន់ពីសំណាក់គ្រូធម្មចារផុនភក្តីដែលបានស្នើឲ្យលោកហ៊ុនសែនប្រធានព្រឹទ្ធសភានិងលោកហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាកុំយល់ព្រមក្នុងការបង្កើតឡើងវិញក្រុមជំនុំព្រះត្រៃបិដកក្នុងវីដេអូបង្ហោះតាម Facebook នៅថ្ងៃទី14ខែមីនាព្រះគ្រូធម្មចារផុនភក្តីមានថេរដីកាថាការចង់រៀបចំឡើងវិញនៅក្រុមជំនុំព្រះត្រៃបិដកផ្ដួចផ្ដើមឡើងពីសំណាក់ព្រះសង្ឃតែប៉ុន្មានអង្គដែលចងភ្ជាប់ឈ្មោះរបស់ខ្លួនទៅក្នុងបញ្ជីក្រុមជំនុំព្រះត្រៃបិដកដែលមានតាំងពីយូរណាស់មកហើយព្រះគ្រូធម្មចារផុនភក្តីចាត់ទុកការចង់ភ្ជាប់ឈ្មោះព្រះសង្ឃចំនួនក្រោយទៅក្នុងបញ្ជីក្រុមជំនុំព្រះត្រៃបិដកក្រោមហេតុផលផ្ទៀងផ្ទាត់ឡើងវិញនេះថាជាការប្រមាថយ៉ាងធ្ងន់ធ្ងរទៅដល់ព្រះសង្ឃនិងអ្នកចំនួនមុនដែលបានលះបង់កម្លាំងកាយចិត្តស្ទើរមួយជីវិតក្នុងភេទជាសង្ឃដើម្បីស្រាវជ្រាវចងក្រងព្រះត្រៃបិដកឡើងវិញសម្រាប់ទុកឲ្យអ្នកចំនួនក្រោយសិក្សាតែនៅក្នុងសេចក្តីបំភ្លឺនៅថ្ងៃទី14ខែមីនាឆ្នាំ2025ក្រសួងធម្មការនិងសាសនាបានអះអាងថាការរៀបចំឡើងវិញនៅក្រុមជំនុំព្រះត្រៃបិដកគ្មានចេតនាចង់លុបបំបាត់គុណូបការៈស្នាព្រះហស្ថឬស្នាដៃរបស់ក្រុមអ្នកចំនួនដើមនោះទេផ្ទុយទៅវិញការរៀបចំក្រុមជំនុំព្រះត្រៃបិដកឡើងវិញមានគោលបំណងថែរក្សាគុណតម្លៃព្រះត្រៃបិដកខ្មែរនិងសមិទ្ធផលរបស់ក្រុមព្រះត្រៃបិដកចំនួនដើមនៅថ្ងៃទី14ខែមីនាដដែលគណៈសង្ឃនយោបាយកម្ពុជាក៏បានចេញលិខិតបំភ្លឺបន្ថែមថាការរៀបចំក្រុមជំនុំព្រះត្រៃបិដកឡើងវិញក្នុងបំណងបន្តវេនពីបុព្វបុរសខ្មែរដែលបានបង្កើតក្រុមជំនុំព្រះត្រៃបិដកនៅក្នុងឆ្នាំ1929បើតាមគណៈសង្ឃនយោបាយកម្ពុជាកាលនោះក្រុមជំនុំព្រះត្រៃបិដកបានបកប្រែគម្ពីរព្រះត្រៃបិដកពីភាសាបាលីមកភាសាខ្មែររួចជាស្ថាពរក៏ប៉ុន្តែនៅមានដីកាផ្សេងទៀតក្រៅពីព្រះត្រៃបិដកដូចជាគម្ពីរអដ្ឋកថាដីកាយោជនាជាដើមពុំតាន់ត្រូវបានចងក្រងបកប្រែជាផ្លូវការពីភាសាបាលីមកខេមរៈភាសានៅឡើយក្នុងន័យនេះគណៈសង្ឃព្រះពុទ្ធសាសនាមានកាតព្វកិច្ចសហការជាមួយក្រសួងធម្មការនិងសាសនាក្នុងការរៀបចំនិងបង្កើតក្រុមជំនុំព្រះត្រៃបិដកឡើងវិញសូមបញ្ជាក់ថាកាលពីថ្ងៃទី11ខែមីនាឆ្នាំ2025ទីស្តីការគណៈរដ្ឋមន្ត្រីបានសម្រេចយល់ព្រមឲ្យរៀបចំបង្កើតឡើងវិញនៅក្រុមជំនុំព្រះត្រៃបិដកខ្មែរនិងបានកំណត់យកថ្ងៃទី1ខែមេសាឆ្នាំ2025ជាថ្ងៃរៀបចំបុណ្យខួប56ឆ្នាំនៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរនិងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដកដោយសូត្រគម្ពីរព្រះត្រៃបិដក3ឬ5ថ្ងៃនៅរៀងរាល់5ឆ្នាំម្ដងដោយសហការរវាងក្រសួងធម្មការនិងគណៈសង្ឃនយោបាយ